សិស្ដីបងប្អូនទាំងអស់គ្នាមកមហូបត្រីញៀនជាមួយខ្ញុំបងប្អូនលើកទី1ណាហូបត្រីបែបនេះបងប្អូនណាយហើយខ្ញុំគិតថាវាមានក្លិនមានអីបងប្អូនតែអត់មានទេបងប្អូនសូម្បីតែក្លិនឆ្អាបក្លិនអីក៏មានដែរត្រីសាម៉ុនអត់ចាញ់ទេបងប្អូនណាយសាក់លើកទី1ដែរទេបងប្អូនណាយដោយសារតែអត់ដែលហូបដែលអីអញ្ចឹងចង់ភ្លក់ចង់អីថាតើវាឆ្ងាញ់អត់មានអីឆ្ងាញ់ទៅបងប្អូនខ្ញុំគិតថាខ្ញុំហូបអត់កើតទេខ្ញុំថាខ្ញុំប្រហែលខ្ញុំហូបទៅមួយម៉ាត់ហ្នឹងលែងហូបឲ្យមានអីហូបអស់ឡើងបាន5 6ចំណិតផុនគេដែរហ្នឹងបងប្អូនដោយសារតែវារៀងឆ្ងាញ់ហើយវាអត់សាច់វាអត់ផុយទេខ្ញុំគិតថាដែលភ្នែកយើងមើលទៅវារៀងផុយរៀងអីចឹងទៅប៉ុន្តែអត់ផុយទេបងប្អូនតែពេលសាកហូបទៅនិយាយថាឆ្ងាញ់មែនតើទីពិសេសជាមួយនឹងត្រីកោះខុងខាប់ហើយហិលបែបនេះហើយនឹងខ្ទឹមបំពងយើងទៀតនិយាយថាអូយឆ្ងាញ់មែនតើហ្មងឲ្យបងប្អូនណាយបើអត់ជឿសាកធ្វើបានបងប្អូនណាដែលអត់ដែលហូបអីដូចខ្ញុំអញ្ចឹងសាកអាចទិញហូបបានហើយធូរថ្លៃទៀតផងអត់សូវថ្លៃទេបងប្អូនតាកន្លះគីឡូហ្នឹងតែ13000បងប្អូនណាបើថា1គីឡូវាតា26000អីអញ្ចឹងណាបងប្អូនរៀងថោកដែរបើត្រីសាម៉ុនណាគឺថ្លៃមែនតើហ្មងបងប្អូនប៉ុន្តែរសជាតិវាបើឲ្យចាញ់ត្រីសាម៉ុនអត់ចាញ់បងប្អូនគឺបាក់ប្រហែលគ្នាឆ្ងាញ់មែនតើហ្មងបងប្អូនប៉ុន្តែត្រីហ្នឹងតើតែដាក់ឲ្យត្រជាក់ទឹកកកពីលើអញ្ចឹងមិនថាហូបឆ្ងាញ់បងប្អូនមិនថាទិញមកដូចវាអត់ទិញត្រជាក់ទេអាហ្នឹងវាអត់តំណងទេបងប្អូនសាច់វាអត់សូវឆ្ងាញ់អីអញ្ចឹងណាព្រោះវាអត់ត្រជាក់អស់ប៉ុន្តែមានតែត្រជាក់ខ្លាំងចេះកាន់តែឆ្ងាញ់បងប្អូននិយាយមែនហើយត្រីញៀនហ្នឹងតើតែហូបជាមួយនឹងទឹកត្រីកោះកុងខាប់ហើយដាក់ខ្ទឹមបំពងយើងស្រួយពីលើទៀតហូបទៅអូឡើងឈ្ងុយឆ្ងាញ់ពេញមាត់តែម្ដងហើយបងប្អូនណាយអាចមើលបានអីចឹងណាក្នុងវីដេអូហ្នឹងនិយាយថាមួយម៉ាត់ណាក៏ឈ្ងុយឆ្ងាញ់ដែរបងប្អូនមួយម៉ាត់ណាក៏ជាដែរនិយាយមែនខ្ញុំហូបអស់ចានដែរតាហើយខ្ញុំឃើញតែគេផុសតាម Facebook ក៏បងប្អូនប៉ុន្តែបើឲ្យខ្ញុំនឹកឃើញថាចង់ហូបចង់ភ្លក់អុយអត់ទេតែនេះចំណីមកដល់មាត់ហើយយើងចង់សាកយើងចង់ដឹងយើងភ្លក់មើលទៅមានអីឆ្ងាញ់ផុនគេតែឡើងជក់មាត់បងប្អូនណាយកន្លះគីឡូហូបគ្នា3 4 5នាក់អត់អស់ទេណាហើយដំបូងខ្ញុំគិតថាត្រីនឹងថ្លៃបងប្អូនគិតថាកន្លះគីឡូអី5 6ម៉ឺនអីណោះតែអានេះមានណាពីព្រោះគេធ្វើឡើងស្អាតដល់គេភ្លះឆ្អឹងភ្លះអីនិយាយទៅគឺស្អាតសាច់ឡើងម៉ត់តែម្ដងហ្នឹងបងប្អូនចឹងទៅខ្ញុំគិតថាវាថ្លៃមានអីកន្លះគីឡូទៅ13000ពី1គីឡូតា26000នៅមានអីធូរថ្លៃប៉ុនគេអាចហូបបានអីចឹងណាវាអត់ដូចត្រីសាម៉ុនដែលនៅក្នុងទឹកប្រៃអូយថ្លៃមែនតើអានឹងហូបអីតើតាមិនអាចហូបបានទេបងប្អូនទោះជាឃ្លានយ៉ាងណាគឺយើងនេះចិត្តសិនទៅដោយសារតែវាថ្លៃពេកហើយបើបងប្អូនណាដែលអត់ដែលហូបដូចខ្ញុំអីចឹងអាចសាកហូបបានបងប្អូនគឺហូបបានពីព្រោះអីខ្ញុំក៏អត់ដែលជាមនុស្សដែលរើសដែរបងប្អូនរើសរបស់ដែរអីចឹងតែនៅពេលដែលខ្ញុំភ្លក់ហើយគឺវាអាចហូបបានឆ្ងាញ់មែននិយាយមែនហ្មងបងប្អូនអាចសាកទិញហូបបានអីអញ្ចឹងណាឲ្យដឹងរសជាតិទាំងអស់គ្នាថារសជាតិហ្នឹងវាយ៉ាងម៉េចអីអញ្ចឹងណាបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាបើពេញចិត្តជាមួយនឹងវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ like ជួយ comment និង follow ម្នាក់មួយផងដែរហើយបើការនិយាយស្ដីឬកាយវិការណាមួយមើលទៅមិនសមរម្យសូមអភ័យទោសទុកមុនផងដែរបងប្អូនហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែទស្សនាវីដេអូខ្ញុំផ្ដើមដល់ចប់ផងដែរអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ